ទីភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជាថៃឲ្យបានឆាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលលោកវ៉ាងអ៊ុនវុនឯកអគ្គរដ្ឋទូតស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី15ខែធ្នូម្សិលមិញថាអតិភិបខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនឹងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនបើតាមឯកអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិនគឺនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅការកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាប័នតាមវិធីរបស់ខ្លួនក្នុងការណែនាំនុបត់ឈប់បាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវ៉ាងអ៊ុនប៊ីនធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីកដាលកាន់តែធំដោយចិនសន្យាថានឹងចូលរួមសម្រាប់សម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិកម្មនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជាថៃបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់បំផុតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកគូចាក់គុនបាននិយាយថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាប័នតាមរបៀបរបស់យើងដើម្បីនាំមនុស្សបត់ឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ